ថាទៅកំពង់សោមចង់ញ៉ាំមឹកអ៊ីអាវក្រហម10ចង្កាក់10000បងប្អូនមានអីណេះមកញ៉ាំមឹកអ៊ីអាវក្រហមដែរតែ10ចង្កាក់15000ណេះដោយសារឡានស្ទះម៉ែអាស្ទះឲ្យបងប្អូនហើយថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺអត់មានឡានចតទេត្រឹមតែទៅម៉ោង9ម៉ោង10ហ្នឹងគឺណែនតែម្ដងអញ្ចឹងកន្លែងអ៊ីអាវក្រហមហ្នឹងគឺថាណែនណាបងប្អូនអា10ចង្កាក់10000ហ្នឹងណាបងប្អូនអញ្ចឹងមានតែរណែកន្លែងឆ្នេរដើមដូងនេះហួសអ៊ីអាវក្រហមតិចទៀតបាទគេល្បីអ៊ីអាវក្រហមពេកក៏សម្រេចចិត្តទៅតែមានអីស្ទះបងប្អូនហើយអញ្ចឹងបងប្អូនចង់ទៅសៅរ៍អាទិត្យបងប្អូនឲ្យស្ទះណាស់តើទៅដល់នោះម៉ោង8ម៉ោង7អីហ្នឹងបងប្អូនហើយកន្លែងនេះមានទេសភាពស្រស់ស្អាតម្យ៉ាងដែរបងប្អូននៅឆ្នេរអូត្រេសណាហើយអ៊ីនេះក៏គាត់លក់មឹកពាក់អាវក្រហមដែរតែអាវក្រហមកាឡាតែគាត់ទឹមទៅលក់ថ្មីទេសួរគាត់ទឹមទៅលក់មករយៈក្រោយនេះទេហើយ10ចង្កាក់គឺ15000ដូចគេទូទៅហ្នឹងហើយគេល្បីទៅអ៊ីអាវក្រហម10ចង្កាក់10000នោះបាទមានមែនខ្ញុំទៅឃើញបងប្អូនតែគ្រាន់តែថាអត់មានកន្លែងចតអញ្ចឹងណាហើយមនុស្សឡើងណែនតែម្ដងអញ្ចឹងអត់មានកន្លែងអង្គុយទេក៏សម្រេចចិត្តមកនេះហ្មងទៅអញ្ចឹងបងប្អូនញ៉ាំមឹកកន្លែងណាក៏បានដែរឲ្យតែមានទឹកថ្លាល្អមួយលេងជាពិសេសនៅក្បែរបន្ទប់ទឹកស្រួលយើងមួយទឹកផ្លាស់កៅអៅអញ្ចឹងណាហើយស្មួយទៀតបងប្អូនបញ្ជាក់បន្ទប់ទឹកក៏ណែនដែរបងប្អូនថ្ងៃសៅរ៍ថ្ងៃអាទិត្យអញ្ចឹងបងប្អូនបើជិះបានថ្ងៃសៅរ៍ថ្ងៃអាទិត្យហើយបើសិនជាបងប្អូនចង់ទៅសៅរ៍អាទិត្យបាទគឺទៅដល់នោះម៉ោង8ព្រឹកយ៉ាងយូរបាទម៉ោង9ហ្នឹងអស់ហើយបងប្អូនតែម៉ោង10ដូច admin ហ្នឹងគឺណែនតែម្ដងរកកន្លែងចតឡានអត់បានរកកន្លែងអង្គុយសឹងតែអត់បានបាទហ្នឹងហើយគឺមានតែប៉ុណ្្នឹងទេវីដេអូចង់ចែករំលែកបទពិសោធន៍អ្នកដែលទៅកំពង់សោមបាទថ្ងៃសៅរ៍ថ្ងៃអាទិត្យនេះឯង